នេះបានគេហៅថាកំពូលចំការតរេនដែលផ្លែឲ្យផលចន្លោះអាចនឹងជិត300គីឡូឬ200គីឡូជាងម្ដងនេះបងប្អូនទាំងអស់គ្នាច្រើនខ្លាំងមែនទែនតរេននេះដែរអើយតរេនម្ដងនេះប្រហែលជា200ទៅ300គីឡូមែនអត់បងណាបាទបងបាទម្ដងនេះប្រហែលផ្លែទៅដូចជារាប់ថ្ងៃមុនដូចជា100គ្រាប់ជាងបង100គ្រាប់ជាងដូចជាចង់មានកម្មវិធី buffet តរេនទៀតហ៎ខ្ញុំមានកម្រងបងយើងកម្រងធ្វើប្រហែលជាពាក់កណ្ដាលខែ6យើងនឹងធ្វើកម្មវិធី buffet តរេនវ៉ាវអូយបងប្អូនអើយនេះនិយាយពីថា2ខ្លែបហ្នឹងណាបាត់ដៃខ្ញុំ2ពេញបឹបឥឡូវភ្លក់ម៉ាត់ទៅដល់មួតល្អបងប្អូនអើយសាច់ល្មួតមកដល់ទឹកដីជីផាតខេត្តកោះកុងហើយបងប្អូនទាំងអស់គ្នាមកដល់ចំការតរេននៅខាងជីផាតខេត្តកោះកុងនេះជាដំបូងសូមអនុញ្ញាតគ្រប់នឹងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាកំពុងតែតាមដានទស្សនានៅเพจផ្លូវការរបស់ VJ Dada ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកមើលចំការតរេនមួយកន្លែងឲ្យផលខ្លាំងមែនទែនច្រើនខ្លាំងមែនទែនគ្រាន់តែចូលមកមើលភ្លាមបងប្អូនហើយនេះបងប្អូននេះអូពុទ្ធធွာយបងប្អូនហើយមកដើមនេះមិនក្រោមពីជិត100គ្រាប់ទេបើមែនទែនទៅចន្លោះអាចបាទចន្លោះអាចនឹងជិត300គីឡូឬ200គីឡូជាងម្ដងនេះបងប្អូនទាំងអស់គ្នាច្រើនខ្លាំងមែនទែនត្រេននេះបាទអូច្រើនខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាជំរាបសួរប្រុសស្អាតខ្មែរអង្គរសូមស្គាល់ឈ្មោះផងសូមបាក់នេះតិចមកសូមស្គាល់ឈ្មោះផងឈ្មោះអីដែរជំរាបសួរខ្ញុំឈ្មោះវណ្ណៈនៅអ្នកជីផាត់បាទអ្នកជីផាតគឺវណ្ណៈផ្ទាល់តែម្ដងវណ្ណៈឥឡូវនេះមកដល់ចំការរបស់វណ្ណៈផ្ទាល់ចំការនេះមានទំហំដីប្រមាណហត្តាដែរសម្រាប់ទំហំដីបច្ចុប្បន្នយើងធ្វើការប្រកបការផលនេះគឺ7ហត្តាស្មើនឹង700ដើម7ហត្តានិយាយទៅ7ហត្តាស្មើនឹង700ដើមតែទំហំដីរបស់យើងទាំងអស់ប្រហែលហត្តាអូទំហំវាធម្មតាជិត10ហត្តាជិត10ហត្តាអញ្ចឹងបានន័យថាយើងធ្វើបានតែ7ហត្តាទេហើយជិត700ដើមเนาะតរេននេះអាយុកាលប្រហែលឆ្នាំហើយសម្រាប់ពួកនេះផ្លែនេះអាយុវាចូល7ឆ្នាំហើយបង7ឆ្នាំហើយអញ្ចឹងបានន័យថាតរេនឲ្យផលនៅឆ្នាំទីប្រហែលដំបូងជាទូទៅតរេនវាឲ្យផលឆ្នាំទី5ឆ្នាំទី5ឲ្យផលហើយតែយើងយកអត់ឆ្នាំទី5សម្រាប់ឆ្នាំទី5យើងយកប៉ុន្តែអ្នកចការខ្លះគេផ្លែដល់ឆ្នាំអាយុ3ឆ្នាំអូតិចចឹងណាតែគេអត់យកផលទេគេយកចាប់ដើមឲ្យគេហៅរៀនផ្លែរៀនផ្លែអញ្ចឹងឆ្នាំទីប្រហែលដែលសម្រាប់យកជាផ្លូវការតែម្ដងសម្រាប់ខ្ញុំផ្ទាល់គឺឆ្នាំទី5យកផ្លូវការមកយកផ្លូវការតែតរេននេះមកដល់ឆ្នាំទី7ហើយទី7ឲ្យផលបាន3ឆ្នាំហើយឲ្យផលបាន3ឆ្នាំអូ3ឆ្នាំល្អខ្លាំងមែនទេเนาะប្លែកមែនទេឥឡូវសួរពាក់ព័ន្ធជាមួយនឹងការថែនៅតរេនតិចតរេនពិបាកថែទេនិយាយទៅតរេនពិបាកថែមានបទពិសោធន៍អីការចែកម្លែកខ្លះទៅកាន់បងប្អូនទាំងអស់គ្នាដែលគាត់ជាអ្នកដាំដុះអ្នកធ្វើកសិកម្មឲ្យគាត់បានយល់ដឹងបន្ថែមដូចវណ្ណៈប្រមូលផលឆ្នាំនេះខ្ញុំជឿថាប្រកាសជាគ្រប់ហើយមួយដើមលេងចូល2 300គីឡូបែបនេះបាទបងបាទមែនតើតរេនវារៀងពិបាកថែបន្តិចប៉ុន្តែនៅពេលដែលយើងដល់វគ្គប្រមូលផលតម្លៃវាក៏បានសមរម្យល្អដែរបាទអញ្ចឹងដោយសារតរេនខ្មែរយើងជាទូទៅប្រជាជនគាត់ចូលចិត្តញ៉ាំជាពិសេសតរេនពូជម៉ាន់ថងគាត់ថាតរេនម៉ាន់ថងជាទូទៅវាប្រើពេលរៀងយូរបន្តិចវាប្រមូលផលក្រោយពួក Sony និង Oka ក្រោយเนาะអញ្ចឹងឥឡូវចង់ដឹងបន្ថែមបន្តិចពាក់ព័ន្ធជាមួយនឹងការថែតរេនេះចំណុចពិបាកជាមួយនឹងការថែដាក់ទឹកដាក់អីហ្នឹងចែកម្លែកបទពិសោធន៍តិចមកដើម្បីឲ្យបងកសិកម្មរបស់យើងគាត់បានរៀនសូត្របន្ថែមព្រោះយើងជាខ្មែរដូចគ្នាបាទបងបាទមែនតើខ្ញុំក៏រៀនសូត្រពីបញ្ហាហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃក៏យើងរៀនសូត្រតាក់ទងទៅនឹងបញ្ហាការឡើងជាក់ស្ដែងដូចគ្នាហើយក៏រៀនសូត្រពីបងចការដែលគាត់ជោគជ័យអញ្ចឹងណាអញ្ចឹងជាទូទៅវាបញ្ហាដែលកើតឡើងដែលពិបាកជាងគេគឺខែភាសាភ្លៀងខ្លាំងពេកវាធ្វើឲ្យអលួយឬអលួយគល់អញ្ចឹងណាបងហើយវាធ្វើឲ្យមានបញ្ហាអាចងាប់ដើមងាប់អីឬក៏ពិការដល់បោះទឹកបោះអីអញ្ចឹងទៅវិធីនៃការទប់ស្កាត់ធ្វើយ៉ាងណាឲ្យល្អមែនតើណាដូចបងឃើញជាក់ស្ដែងអានេះខ្ញុំដាំពូនហ្នឹងដើម្បីការពារកុំឲ្យវាដក់ទឹកខ្ញុំឃើញកន្លែងខ្លះគេដាំដូចលងអញ្ចឹងណាតែយើងដាំជាពូនដូចកូនភ្លុំមួយអញ្ចឹងបាទដោយសារអីពេលដែលពូនហ្នឹងពេលដែលរដូវវស្សាយើងវាអាចចង់និយាយថាវាល្អទឹកវាអត់ដក់នឹងអង្គុលធ្វើឲ្យអលួយឬហេអាហ្នឹងគាត់ថាផ្នែកមួយនៃការកាត់បន្ថយការកាត់បន្ថយចំណុចពិសេសមួយដែរអញ្ចឹងបងដែលធ្វើកសិកម្មផ្នែកតរេនគួរតែយល់ដឹងចំណុចនេះដែរណាឥឡូវវិលបន្ថែមមកកាន់តរេនយើងចង់សួរពាក់ព័ន្ធជាមួយតរេនច្រើនតិចព្រោះថាបច្ចុប្បន្ននេះយើងដឹងហើយប្រទេសវៀតណាមកំពុងតែជួបវិបត្តិសេដ្ឋកិច្ចផ្នែកតរេននេះខ្លាំងមែនទែនការដាំដុះគឺដោយសារតែប្រទេសចិនគឺអត់ចូលទេហើយណាមួយទៅប្រទេសវៀតណាមបងប្អូនខ្លះដឹងហើយវាមានជាតិសារធាតុគីមីអីទៅវាប៉ះពាល់ដល់សុខភាពហើយឥឡូវហ្នឹងខ្មែរយើងដាំបានច្រើនណាស់ហើយក៏អបអរសាទរទៅដល់ម្ចាស់កសិកម្មផ្នែកតរេនមួយចំនួនដែលគាត់ទទួលផលឆ្នាំនេះល្អហើយបងប្អូនប្រជាប្រដ្ឋខ្មែររបស់យើងគឺគ្រប់គ្រងញ៉ាំតរេនខ្មែរខ្លាំងមែនទែនឥឡូវចង់ដឹងពីតរេនរបស់វណ្ណៈបន្តិចណាបាទតរេនរបស់វណ្ណៈក្នុង1គីឡូពេលដែលចាប់ផ្ដើមលក់ចេញប្រហែលដែរ1គីឡូមែនតើនៅកន្លងមកវាអាស្រ័យទៅលើទីផ្សារដែរបច្ចុប្បន្នភាពឥឡូវគេលក់នៅលើទីផ្សារប៉ុន្តែខ្ញុំអត់ទាន់បានលក់បដាទេដោយសារតរេនយើងទុំក្រោយគេបន្តិចក្រោយគេមិនក្រោយពេកទេគ្រាន់ថាអ្នកដែលគាត់មានមួយដើមពីរដើមវាផ្លែតិចតួចដែលវាអាចទុំមុនណាប្រភេទម៉ាន់ថងដូចខ្ញុំជំរាបប្រាប់ហ្នឹងថាម៉ាន់ថងគឺផ្លែក្រោយ
ទុំប្រមូលផលរៀងក្រោយ គេតិចចឹងយើងគិតថាប្រហែលជាផាប់ហើយប្រហែល1គីឡូដែលយើងលក់ចេញ សម្រាប់បច្ចុប្បន្ននេះគឺគេលក់1គីឡូចន្លោះ23,000 25,000 ឥឡូវហ្នឹងប៉ុន្តែប្រហែលជាអាចថ្ងៃដែលខ្ញុំប្រមូលផលប្រហែលជាអាចធ្លាក់ជាងនឹងបន្តិច ធូរជាងនឹងបន្តិចទៀត យើងមើលទីផ្សារជាក់ស្ដែងប្រហែលជាអាចខ្ទង់ 20,000 បន្តិចឬក៏20,000 គត់អីចឹងយើងលក់តាមទីផ្សារ តែសំខាន់ត្រេនរបស់យើងគឺត្រេនខ្មែរដាំសុទ្ធនៅខាងជីផាត កូនខ្មែរសោះអញ្ចឹង កន្លែងហ្នឹងហើយបងប្អូនខ្មែររបស់យើងមួយចំនួនដែលគាត់មានទំនុកចិត្តទៅកាន់ម្ចាស់ចំការដែលគាត់មកផ្ទាល់តែម្ដងគឺគាត់មានទំនុកចិត្តទោះបីជាតម្លៃលើគ្នា 1000 2000 ពីត្រេនខ្លះគេលក់ក្រោមនឹងខ្លះលើនឹងអាហ្នឹងតាមតែទីផ្សារតែសង្ឃឹមថាបងប្អូនមួយចំនួនកុំញ៉ាំរបស់នាំចូលជាពិសេសរបស់ខាងវៀតណាមដែលមានជាតិគីមីវាប៉ះពាល់ទៅដល់សុខភាពរបស់យើង1គីឡូ 20,000 តិចតួចអីក៏ខ្ញុំគិតថាញ៉ាំបានព្រោះតម្រាំដាក់ដាំបានមួយផ្លែមួយឆ្នាំមិនងាយទេអញ្ចឹងត្រេននេះចាប់ផ្ដើមកាត់លក់នៅខែណា មែនតើទៅសម្រាប់ដល់ថ្ងៃកាត់ហ្នឹងប្រហែលជាខ្ទង់ដើមខែ 6 ដើមខែ 6 អូដើមខែ 6 ណោះដើមខែ 6 ចឹងចាប់ដើមកាត់ហើយអូយពិសេសមែនតើអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលបានមើលវីដេអូនេះផ្ទាល់តែម្ដងត្រៀមមកលេខជីផាតខែ 6 គឺខែដែលប្រមូលផលនៅបាទ terrain ដ៏ល្អជា terrain ពូជមុនថងនៅខាងទឹកដីជីផាតនេះយើងអាចញ៉ាំបានមកទិញបានផ្ទាល់ពីវណ្ណៈផ្ទាល់តែម្ដងឮទៅនឹងលិហថាដូចជាចង់មានកម្មវិធី buffet terrain ទៀត ខ្ញុំមានកម្រងបងយើងកម្រងធ្វើប្រហែលជាពាក់កណ្ដាលខែ 6 យើងនឹងធ្វើកម្មវិធី buffet terrain វ៉ាវ buffet terrain បងប្អូន buffet terrain ធម្មតា buffet គឺត្រូវញ៉ាំមួយឆ្អែតគាត់តែចំណាយលុយនៅក្នុងខ្ទង់ណាមួយតែម្ចាស់កន្លែងគេដាក់តម្លៃប្រហែលដែរប្រហែលតិចមើលចន្លោះនិយាយទៅចន្លោះក្នុង40,000 អីហ្នឹងចាំមើលយើងមើលជាក់ស្ដែងវាអាចក្រុមហ្នឹងឬក៏អាចតិចតួចឬក៏យើងមើលត្រឹមតែ 40,000 ចុះក្រោមទេណា 40,000 លុយខ្មែរទេអាចនឹងក្រោមហ្នឹងឬក៏ប៉ុណ្ណឹងចុះតម្រូវមនុស្សតែចូលបងប្អូនប្រជាពលរដ្ឋរបស់យើងឬក៏ភ្ញៀវដែលគាត់ចង់មកញ៉ាំ buffet terrain នេះយើងកំណត់មនុស្សឬក៏រៀបចំបានតែប្រហែលអ្នកដែរមែនតើយើងកម្រងប្រហែលជា50អ្នកដំបូងបាទ50អ្នកដំបូងអញ្ចឹងបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះត្រៀមនៅពាក់កណ្ដាលខែ 6 ផ្ទាល់តែម្ដងថ្ងៃ 15 ហ្នឹងពាក់កណ្ដាលខែ 6 បើចង់ញ៉ាំ buffet terrain ចំណាយត្រឹមតែ 3-4,000 លុយខ្មែរទេជាពិសេសឬវណ្ណៈនិយាយទៀតថាបើសិនបងប្អូនមកជួយផុសរូបជួយ share ដើម្បីផ្សព្វផ្សាយពីវិស័យគេហៅកសិកម្មស្រុកខ្មែរទេសចរស្រុកខ្មែរហ្នឹងអាចនឹងមានកម្មវិធីពិសេសជូនទៀតណា ហើយមួយទៀតអ្វីដែលសំខាន់ចង់បញ្ជាក់ប្រាប់បងប្អូនថាតំបន់ជីផាតហ្នឹងគឺតំបន់អេកូទេសចរដែលវាមានទឹកជ្រោះមានព្រៃភ្នំហើយភ្នំស្អាតហើយទេសភាពអែមនៅពេលដែលបងប្អូនអញ្ជើញមកចាប់ដើមពីដើមខែ 6 ឥឡូវចាប់ដើមស្អាតបដាគ្រាន់ថាវាមិនទាន់ពេញចិត្តនៅអ្វីដែលយើងចង់បានប៉ុន្តែក្នុងដើមខែ 6 ឬក៏ពាក់កណ្ដាលអីហ្នឹងគឺស្អាតខ្លាំងដោយសារនៅនេះសម្បូរទឹកជ្រោះច្រើនបាទអរគុណបណ្ដាចង់សួរបន្ថែមបន្តិចត្រេនផងបណ្ណាជាទូទៅក្នុងមួយផ្លែអាចធំជាងគេប្រមាណគីឡូនិយាយចំទៅទូជាងគេប្រហែលខ្ទង់ល្បាក់3គីឡូទូជាងគេ3គីឡូហើយចុះធំអស់ប្រមាណគីឡូទៅខ្ទង់អាចអាផ្លែខ្លះខ្ទង់5គីឡូប៉ុន្តែវាមែនតើអាផ្លែមួយចំនួនក៏យើងអត់រាប់បញ្ចូលវាទូចស្ទើរពេកខ្ញុំពេលខ្លះខ្ញុំកាត់វាចោលដើម្បីឲ្យបំពន់ផ្លែហ្នឹងវាថ្លាងល្អអញ្ចឹងណាបងវាគ្រប់ភ្លីគ្រប់ផ្លែប៉ុន្តែមែនតើយើងនេះហ្នឹងចន្លោះខ្ទង់ថា let's say 2គីឡូកន្លះចុះ2គីឡូកន្លះណាចន្លោះប៉ុណ្ណឹងហើយពេលខ្លះវាអាចខ្ទង់15 16គីឡូបាទអញ្ចឹងពិសេសមែនតើបងប្អូនទាំងអស់គ្នាឥឡូវនេះចង់ញ៉ាំជាមួយនឹងterrain បណ្ណាបន្តិចដើម្បីឲ្យបង្ហាញទៅកាន់បងប្អូនតិចដើម្បីឲ្យបងប្អូនថាមកដល់ហើយមិនហែកបង្ហាញមិនអីអញ្ចឹងដោយសារតែ terrain មិនទាន់បានប្រមូលផល 100% ទេវាមានទុំមែនតើចាប់ដើមខែ 6 នោះបានទុំច្រើនឥឡូវមានតែមួយទេឥឡូវយើងមកហែកមើលសាច់ terrain តិចខ្ញុំនឹងលក់ផ្ទាល់ដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាឲ្យមានទំនុកចិត្តតាមរយៈ page ផ្លូវការរបស់ខ្ញុំឥឡូវយើងមកហែក terrain មើលសិនតោះឥឡូវយើងមកចាប់ផ្ដើមមើលសមិទ្ធផលដែលបានមកគ្រាប់ពីគ្រាប់ទុំភ្លាមនេះយោយហើយបងប្អូនសាច់ទឹកដោះគោពិតប្រាកដណាបងប្អូនសាច់ទឹកដោះគោពិតប្រាកដខ្លែបវិញអូយបងប្អូនអើយអូយគ្រាប់ទូចមែន terrain នេះបងណាអូយគ្រាប់ឡើងទូចគ្រាប់ទូចមែនតើបងប្អូននេះហើយសាច់ដល់កនេះអូយគ្រាប់ទូចហើយសាច់ល្អណាស់បងប្អូនអើយអានេះដោយសារតែទឹកតែផ្លែបានបន្តិចណាបងប្អូនទាំងអស់គ្នាព្រោះថាដើមខែ 6 ចាប់ដើមប្រមូលផលហើយមួយសាច់មកខ្លែបនេះចូលប៉ិនបាតដៃខ្ញុំបងប្អូននេះឃើញប៉ិនបាតដៃពេញបឹបនេះយើងមកមើលអាខ្លែបមួយទៀតនេះដល់ក terrain នេះសាច់ស្ដើងល្អណាស់បងណាអូយបងប្អូនអើយនេះនិយាយពីថា2ខ្លែបណាបាត់ដៃខ្ញុំ2ពេញបឹបអូយឥឡូវម្នាក់កាន់ម្ដុំខ្ញុំកាន់ម្ដុំសុំភ្លក់សិនដោយសារតែយើងអត់បានញ៉ាំមុនហ្នឹងឥឡូវភ្លក់ម៉ាត់សិនល្មួតល្អបងប្អូនអើយសាច់ល្មួតបងប្អូនterrainនេះឆ្ងាញ់មែនផ្អែមខ្លាំងសាច់ល្មួតហ្មងល្មួតស្ងួតល្អអូយជឿសាហាវខ្ញុំហ៊ាននិយាយថាឆ្ងាញ់ណាស់បងប្អូនមែនតើណាក្រោមដើមអត់មានកុហកអីមិនមែនterrainវៀតណាមterrainនាំចូលអីគឺterrainនៅខាងជីផាតទឹកដីខេត្តកោះកុងឥឡូវនេះបងប្អូនប្រកាសជាចង់ដឹងលេខទូរស័ព្ទរបស់វណ្ណៈហើយដើម្បីតាក់ទងមកខាងជីផាតសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបញ្ហាឈឺធ្មេញឈឺចង្កេះឈឺស្មាឈឺឆ្អឹងខ្នងឈឺសន្លាក់ចុករយរាងកាយឆ្លោះគ្រីគ្រប់បែបយ៉ាងហើមដៃហើមជើងហើមគ្រប់ប្រភេទក្តៅបាតដៃត្រជាក់ចុងជើងក្រហាយបាតជើងជាប់ចង្កេះជាប់ស្មាជាប់ឆ្អឹងខ្នងឈឺចាប់គ្រប់រាងកាយកុំភ្លេចប្រើប្រាស់ជាមួយនឹងកាយ៉ាងធាបងប្អូនចាំលេខទូរស័ព្ទឲ្យតោះចង់ឆ្លាក់terrain បែបពេកបែបមែនតើterrainនេះឆ្ងាញ់សម្រាប់លេខទូរស័ព្ទតាក់ទងបងប្អូនអាចតាក់ទងតាមលេខ077 834333អានោះមាន Telegram ឆាតចូលមកបាន834343អត់ទេ834333
បាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចទេមកកាន់វណ្ណៈផ្ទាល់តែម្ដងឬក៏ចង់មកញ៉ាំ buffet terrain នៅថ្ងៃទី15ខែ6អាច14 15ខែ6នេះទេមកមុនមកអញ្ចឹងកំណត់មនុស្សតែ50នាក់ដំបូងទេដើម្បីមកសាកសិនបើសិនជោគជ័យម្នាក់នឹងធ្វើបន្តទៀតអញ្ចឹងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះហើយជូនពរសំណាងល្អទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ follow page ក៏ដូចជា subscribe channel YouTube ខ្ញុំម្នាក់មួយផងជំរាបលាបាយបាយ